គឺប្រពន្ធខ្ញុំពិការណាមកអាចចាំប្រទៀមនឹងទូទីសូមធ្វើជាវគ្គដោយសេរីគុណនិងគ្រប់ព្រះអង្គដែលមានប្រវត្តិមានទីនេះពីចម្រើនបរិញ្ញាខ្ញុំផងដែរត្រូវបានជើញចូលនៅក្នុងកម្មវិធីថ្ងៃនេះទាំងអស់ទាំងយោមចារនិងកម្មការឥឡូវនេះទូព្រះបង្គំខ្ញុំប្រកាសណាតំណាងឲ្យពុទ្ធិកសមាគមប្រសពខ្មែរសហរដ្ឋអាមេរិកមួយលើដោយព្រះអង្គគ្រូណាយើងនឹងអីណាប្រជាតំណាងរបស់ពុទ្ធរបស់ពុទ្ធិកសមាគមប្រសពខ្មែរសហរដ្ឋអាមេរិកព្រះអង្គគ្រូកែរតនាណានឹងគឺមានបេក្ខភាពទាំង3ព្រះអង្គនេះណាញោមដើម្បីនាំមកនៅការចូលរួមរំលែកទុក្ខចំពោះញាតិញោមជាមួយនឹងព្រះសង្ឃដែលជាអាចារ្យកម្មការញាតិញោមពុទ្ធបរិស័ទចំណុចជាវត្តពុទ្ធរស្មីទាំងអស់អង្គគ្នាផងដែរដោយនៅក្នុងថ្ងៃនេះទូលព្រះអង្គខ្ញុំប្រកាសណាបាននាំមកនៅលិខិតរំលែកទុក្ខហើយលិខិតនោះគឺមានអត្ថន័យសេចក្តីសង្ឃដូចតទៅពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកលិខិតរំលែកទុក្ខប្រគេននឹងជូនចំពោះព្រះសង្ឃពុទ្ធបរិស័ទវត្តពុទ្ធរស្មីក្រុងរ៉ូសរ៉រដ្ឋតិចសាសពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកសូមចូលរួមរំលែកនៅទុក្ខនិងសោកស្ដាយក្រៃលែងជាមួយនឹងក្រុមគ្រួសារព្រះសង្ឃគណៈកម្មការនិងពុទ្ធបរិស័ទជំនុំជើងគាត់ដោយព្រះគ្រូរាជសុខញាណវត្ថុទីចារអធិការវត្តពុទ្ធរស្មីក្រុងរ៉ូសរ៉រដ្ឋតិចសាសសហរដ្ឋអាមេរិកដែលបានអនុញ្ញាតធម្មកាលពីថ្ងៃប្រហោះ800ខែកដិកឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ត្រូវនៅថ្ងៃទី13ខែវិច្ឆិកាឆ្នាំ2025ម៉ោង3:15នាទីរសៀលក្នុងព្រះជន្មាយុ96ប្រវត្តិសាស្ត្រដោយជឿរៀបទៀតក្នុងនាមពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកពិតជាមានធម៌អសង្វេគចំពោះការបាត់បង់ធនធានព្រះសង្ឃមួយអង្គដែលមានគុណូបការៈដ៏គួរឲ្យកោតសរសើរដោយធ្លាប់បានធ្វើនៅឧត្តមប្រយោជន៍ជូនជាតិមាតុភូមិនិងដឹកនាំពុទ្ធបរិស័ទឲ្យចេះដឹងក្នុងអំពើល្អជាច្រើនដោយអំណាចគុណប្រតនត្រ័យនិងបុញ្ញកម្មទាំងឡាយរបស់ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកសូមឧទ្ទិសចំពោះព្រះគ្រូរាជសុខញាណវត្ថុបាននិមន្តសោយក្នុងសុគតិភពតែម្យ៉ាងសូមព្រះសង្ឃនិងក្រុមគ្រួសារព្រះសង្ឃទទួលនៅសាររំលែកទុក្ខនេះដោយសេចក្តីរាប់អានដ៏ខ្ពស់ខ្ពស់វត្តមុនីសុតារាមថ្ងៃប្រហោះ800ខែកដិកឆ្នាំម្សាញ់សប្បុរស័កពុទ្ធសករាជ2569ព្រះប្រធានពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកព្រះមហាសង្ឃាធិបតីអធិមនីមង្សាបាទសូមអរគុណនិងអរគុណអានេះក៏បានលោកគ្រូអមរនេះក៏អង្គគ្រូជាតំណាងពុទ្ធិកសមាគមសង្ឃខ្មែរដែរញោមហើយជាម្ចាស់ការវិវត្តខាងចរចាឥឡូវតាមអានសារលិខិតនៃពុទ្ធហើយឥឡូវបកលភារៈនៅក្នុងនេះមានថាវិការញោមកណ្ដាស់នេះរៀងក្រាស់បន្តិចដល់ប្រមាណឥឡូវគេលោកគ្រូតែទីមិនអីជួយប្រកាសបន្តិចដល់សម្រាប់នេះខ្ញុំសូមអរគុណអធិគុណចំពោះបងគ្រូសតានីសូមបញ្ញាជាកិច្ចការនៃវត្តអង្គការរដ្ឋបាលក្រោយពីបានជ្រាបពីដំណឹងរបស់លិខិតរបស់ពុទ្ធិកសមាគមហើយនោះគឺក្នុងនាមនៃព្រះអធិមនីមង្សាប្រធាននៃពុទ្ធិកសមាគមខ្មែរសហរដ្ឋអាមេរិករួមជាមួយនឹងសហការីគ្រប់បណ្ដាលនៃតំបន់ទាំងអស់ជាពិសេសគឺក្នុងនោះមានតំបន់ខាងចរចាអភិបាលញូហ្សេឡង់ហើយនៅតំបន់ទាំងអស់ដែលស្ថិតនៅក្នុងសហរដ្ឋអាមេរិកជាពិសេសគឺក្នុងវត្តពុទ្ធរស្មីក្នុងឱកាសពេលនេះក៏ពុទ្ធិកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកក៏មានបច្ច័យចំនួន$1000ដើម្បីបានចូលរួមចំណែកក្នុងការ
រួមជាមួយនឹងករណីទុកដល់រៀបចំរបស់វត្តជាពិសេសគឺលោកគ្រូញាណរដ្ឋោដែលអបបានហើយและលោកនេះគឺការលោកមកហើយដូច្នេះសូមកុសលផលបុណ្យទាំងអស់ដែលពុទ្ធិកសមាគមព្រះសង្ឃខ្មែរសាររិទ្ធក្រោមការដឹកនាំរបស់ព្រះអធិបតីមង្សាងព្រះមហាសង្ឃាធិបតីអធិបតីមង្សាងប្រធាននៃពុទ្ធិកសមាគមព្រះសង្ឃខ្មែរសាររិទ្ធនិងជាបច្ចារិកានៃវត្តនីសុតារាមរួមទាំងសាខារីទាំងអស់ដើម្បីបានជ្រាបជាបរិមាណនិងបានទទួលនៅចំណែកបុណ្យដែលបានគ្រប់គ្នាសូមអនុមោទនាអញ្ចឹងសូម